ដំណឹងល្អខ្លាំងមែនទែនសូមជម្រាបជូនទៅដល់បងប្អូនជនរួមជាតិឲ្យបានជ្រាបទាំងអស់គ្នាថាថ្ងៃទី31ខែកក្កដាឆ្នាំ2026នេះអ្នករាយការណ៍ពិសេសរបស់ UN ជំរុញឲ្យកម្ពុជានិងថៃដោះស្រាយរឿងព្រំដែនជាបន្ទាន់ដើម្បីបើកផ្លូវឲ្យប្រជាពលរដ្ឋកម្ពុជាបានវិលត្រឡប់ចូលទៅកាន់ផ្ទះសម្បែងឡើងវិញបងប្អូនប្រិមិត្តទេសនិកជនសូមបងប្អូនតាមដានទស្សនាឲ្យបានដល់ចប់ដោយសារតែព្រឹត្តិការណ៍ព័ត៌មាននេះយើងនឹងធ្វើការវិភាគលម្អិតជូនបងប្អូនថាតើបន្ទាប់ពីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិមួយរូបនេះបានធ្វើការប្រកាសបែបនេះតើយើងនឹងត្រូវប្រើប្រាស់យន្តការបែបណាដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់ដោយសុវត្ថិភាពជាពិសេសគឺនៅត្រង់ចំណុចដែលយោធាថៃធ្វើការកាន់កាប់ដោយឯកតោភាគីខុសច្បាប់ក្រោយបទជបាញ់នាពេលបច្ចុប្បន្ននេះទេសនាចប់ប្រសិនបើបងប្អូនយល់ថាវីដេអូនេះល្អមានសារៈសំខាន់បងប្អូនអាចចែករំលែកទៅកាន់បណ្ដាញសង្គមឲ្យបានគ្រប់គ្នាម្នាក់មួយទៅហើយបើចង់បានព្រឹត្តិការណ៍ព័ត៌មាននិងការវិភាគផ្សេងៗសូមបងប្អូន Subscribe លើ Channel នេះម្នាក់មួយដើម្បីទទួលបានវីដេអូបន្តបន្ទាប់នៅពេលក្រោយការវិវត្តដ៏ឈឺចាប់និងស្មុគស្មាញនៃបញ្ហាព្រំដែនកម្ពុជាថៃនាពេលបច្ចុប្បន្ននេះមិនត្រឹមតែជាការវិវត្តភូមិសាស្ត្រនយោបាយធម្មតាប៉ុណ្ណោះទេប៉ុន្តែវាគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើយុត្តិធម៌អន្តរជាតិសិទ្ធិមនុស្សនិងសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលរបស់ខ្មែរដំណើរទស្សនកិច្ចដោយផ្ទាល់នឹងការចេញមុខមកអង្រួនស្មារតីសហគមន៍អន្តរជាតិរបស់លោក Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សបានលាតត្រដាងការពិតយ៉ាងច្បាស់ថាជនស៊ីវិលកម្ពុជារាប់ពាន់នាក់នៅតែបន្តរស់នៅក្នុងស្ថានភាពទាល់ច្រកព្រមទាំងមិនអាចវិលត្រឡប់ទៅកាន់ទីលំនៅឋានកំណើតរបស់ខ្លួនវិញបានឡើយសេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់អន្តរជាតិរូបនេះបានគូសបញ្ជាក់យ៉ាងច្បាស់ថាជនរងគ្រោះដោយសារតែចំនួនប្រដាប់អាវុធមានសិទ្ធិស្របច្បាប់ទាំងស្រុងនៅក្នុងការវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនប៉ុន្តែសិទ្ធិនេះត្រូវបានរារាំងដោយអយុត្តិធម៌បំផុតដោយសារតែឧបសគ្គនយោបាយនិងសកម្មភាពឈ្លានពានមិនឈប់ឈរពីសំណាក់ភាគីថៃភាពទាល់ច្រកដ៏វេទនានេះឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទុក្ខលំបាកដ៏ធ្ងន់ធ្ងររបស់រាស្ត្រខ្មែរដែលត្រូវបានបាត់បង់ទាំងផ្ទះសម្បែងទ្រព្យសម្បត្តិនិងសុខសន្តិភាពផ្លូវចិត្តយ៉ាងអាណោចអាធមសន្តិសុខនិងស្ថានភាពជាក់ស្ដែងនៅតាមបណ្ដាព្រំដែនកម្ពុជាថៃនាពេលបច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្នុងស្ថានភាពតានតឹងខ្លាំងជាទីបំផុតដោយសារតែភាគីថៃនៅតែបន្តសកម្មភាពឯកតោភាគីយ៉ាងកក្លឿននិងគ្មានការកោតក្រែងច្បាប់អន្តរជាតិបន្តិចសោះឡើយយោធាថៃបាននឹងកំពុងតែធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធយោធានៅលើដីខ្មែរដោយខុសច្បាប់ដែលខ្លួនពួកគេបានរំលោភបំពានក្រោយបទជបាញ់ដូចជាការបន្តសាងសង់របងព្រំដែនដោយឯកតោភាគីការសាងសង់រូបសំណាកធំការសាងសង់លេនដ្ឋាននិងប៉ុស្តិ៍ត្រួតពិនិត្យការសាងសង់ផ្លូវក្រាលគ្រួសក្រហមនិងក្រាលកៅស៊ូចាក់បេតុងនិងការបោសសម្អាតផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរនៅលើទីតាំងដែលពួកគេបានកាន់កាប់ដោយខុសច្បាប់លើពីនេះទាហានថៃមិនត្រឹមតែមិនព្រមដកកម្លាំងចេញពីតំបន់នោះឡើយប៉ុន្តែពួកគេថែមទាំងបានខិតខំកសាងសំណង់ថ្មីកែប្រែស្ថានភាពថ្មីរាយលុះបន្លានិងដាក់ទូកុងតឺន័របិទផ្លូវមិនឲ្យប្រជាជនខ្មែរដែលជាម្ចាស់ដីស្របច្បាប់នេះចូលទៅរស់នៅឡើងវិញនោះឡើយសកម្មភាពឈ្លានពានទាំងអស់នេះត្រូវបានអមទៅដោយប្រដាប់អាវុធគ្រប់ដៃនិងការប្រើប្រាស់អំពើហិង្សាគំរាមកំហែងយ៉ាងកម្រោលសូម្បីតែនៅពេលដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះត្រួតពិនិត្យជាផ្លូវការក៏ត្រូវបានយោធាថៃបាញ់បោះគំរាមមិនឲ្យមកជិតលួសបន្លាឬក៏របងទូកុងតឺន័រនោះផងដែរភាពអយុត្តិធម៌និងការឈ្លានពានរបស់ថៃនេះមិនមែនកើតមានត្រឹមតែតំបន់ច្រកព្រំដែនធម្មតាប៉ុណ្ណោះទេប៉ុន្តែពួកគេបានបំពានចូលជ្រៅទៅក្នុងទឹកដីដ៏ពិសិដ្ឋនៃប្រវត្តិសាស្ត្ររបស់ខ្មែរដូចជាតំបន់អានសេះតំបន់ប្រាសាទខ្នាតនិងតំបន់ប្រាសាទតាក្របីដែលសុទ្ធសាធតែជាទីតាំងស្ថិតនៅលើជ្រៅនៃដីខ្មែរស្របច្បាប់តាមផែនទីអន្តរជាតិខ្នាត1លើ200,000ដ៏ត្រឹមត្រូវទោះបីជាផែនទីផ្លូវការកំណត់ច្បាស់លាស់យ៉ាងណាក៏ដោយក៏ភាគីថៃមិនត្រឹមតែមិនគោរពតាមនោះទេប៉ុន្តែពួកគេថែមទាំងបំពានលើសូម្បីតែផែនទីដែលភាគីថៃនេះគូសដោយខ្លួនឯងដែលមានខ្នាត1លើ50,000ព្រមទាំងមានផែនការមេនៅក្នុងការគូសបន្លំបំផ្លែងដែនដីអានសេះនេះឲ្យទៅជាដីរបស់ខ្លួនថែម
មទៀតផងសកម្មភាពរំលោភបំពានបន្លំដែនដីទាំងអស់នេះធ្វើឲ្យសំណួរត្រូវបានលើកឡើងថាតើអាចឲ្យប្រជាពលរដ្ឋខ្មែរវិលត្រឡប់ទៅរស់នៅដោយសុខសន្តិភាពតាមការអំពាវនាវរបស់អង្គការសហប្រជាជាតិយ៉ាងដូចម្តេចបានបើទីកន្លែងកំណើតនិងលំនៅឋាននិងភូមិស្រុករបស់ពួកគេនេះត្រូវបានយោធាថៃកែប្រែកាប់ឆ្ការនិងស្ថាបនាទៅជាបន្ទាយយោធាអស់ស្ទើរតែគ្មានសល់ទៅហើយនោះបើពិនិត្យទៅលើបរិបទនយោបាយនិងសកម្មភាពជាក់ស្ដែងគេអាចមើលឃើញយ៉ាងច្បាស់ថាសកម្មភាពរបស់ថៃនាពេលនេះគឺជាការឈ្លានពានយ៉ាងពិតប្រាកដហើយដោយក្រោយពីការប្រើប្រាស់អាវុធនៅក្នុងសង្គ្រាមចំនួន2លើកកាលពីឆ្នាំ2025ថៃនៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងកម្រោលខណៈដែលកម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននៅគោលការណ៍ច្បាប់អន្តរជាតិនិងយន្តការទ្វេភាគីគ្រាន់តែថៃនៅតែព្យាយាមគេចវេះមិនព្រមចរចារហូតមកទល់សពថ្ងៃនេះរដ្ឋាភិបាលនិងយោធាថៃប្រឹងប្រែងខំកសាងស្ថានភាពថ្មីដាក់ពង្រាយកម្លាំងយោធានិងប្រើប្រាស់ល្បិចកលនយោបាយការទូតទ្វេភាគីដើម្បីបិទបាំងទង្វើខុសច្បាប់របស់ខ្លួនដោយមិនខ្វល់ខ្វាយអំពីការគោរពកិច្ចព្រមព្រៀងឬក៏សេចក្តីសម្រេចរបស់វេទិកាអន្តរជាតិឡើយការដែលថៃបន្តបង្ហាញអិរិយាបថរឹងរូសនិងបន្តកសាងសំណង់យោធាគឺដើម្បីព្យាយាមបង្កើតនូវការពិតដែលសម្រេចទៅដោយកម្លាំងបាយនៅលើដីអធិបតេយ្យភាពរបស់កម្ពុជាដែលជារបៀបរបបនៃការរំលោភបំពានបែបសម័យអាណានិគមថ្មីដែលពិភពលោកសម័យទំនើបមិនអាចអត់ឱនបានឡើយជាសេចក្តីសរុបរួមមកការវិភាគទៅលើទស្សនវិជ្ជាទូទៅបានបង្ហាញថាដំណោះស្រាយចំពោះវិបត្តិព្រំដែនកម្ពុជាថៃនេះគឺមិនអាចសម្រេចបានទៅដោយងាយៗឡើយប្រសិនបើចង់ឲ្យសេចក្តីអំពាវនាវរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិคล้ายទៅជាការពិតបានលុះត្រាតែសហគមន៍អន្តរជាតិប្រើប្រាស់សម្ពាធនយោបាយនិងច្បាប់អន្តរជាតិដ៏តឹងរ៉ឹងជាទីបំផុតដើម្បីបង្ខំឲ្យរដ្ឋាភិបាលនិងយោធារបស់ថៃបញ្ឈប់ភ្លាមនៅរាល់សកម្មភាពឯកតោភាគីការសាងសង់ខុសច្បាប់និងការដកកម្លាំងយោធាចេញពីតំបន់អធិបតេយ្យភាពរបស់ខ្មែរការធានាឲ្យប្រជាពលរដ្ឋរបស់ខ្មែរវិលត្រឡប់ចូលទៅកាន់ផ្ទះសម្បែងវិញគឺជាសិទ្ធិមនុស្សជាមូលដ្ឋានក្រោមច្បាប់អន្តរជាតិដែលមិនអាចឲ្យភាគីណាមួយយកមកចរចាដោះដូរតាមអំពើចិត្តបានឡើយកម្ពុជានៅតែរក្សាជំហរអត់ធ្មត់និងដោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែថៃត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះការខូចខាតនិងការរំលោភបំពានទាំងឡាយដែលរាល់ផែននៃការឈ្លានពានទឹកដីព្រមទាំងការបិទសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានលុបចោលជាបន្ទាន់ដើម្បីស្ដារយុត្តិធម៌និងសន្តិសុខពិតប្រាកដឡើងវិញបងប្អូនប្រិយមិត្តទេសនិកជននេះគឺជាព្រឹត្តិការណ៍ព័ត៌មានរួមជាមួយនឹងអត្ថបទវិភាគដែលខ្ញុំបានសរសេរដោយផ្ទាល់ដៃវាពិតណាស់ឆ្លុះបញ្ចាំងអំពីដំណើរការទូតរបស់កម្ពុជាកំពុងតែមានប្រសិទ្ធភាពបណ្ដើរហើយនេះគឺជាដំណឹងដ៏គួរឲ្យអបអរសាទរនិងបង្ហាញអំពីលទ្ធផលយ៉ាងពិតប្រាកដនៃការខិតខំប្រឹងប្រែងព្យាយាមរបស់ថ្នាក់ដឹកនាំកម្ពុជាប្រសិនបើសហគមន៍អន្តរជាតិគេមិនទទួលស្គាល់អំពីភាពលំបាកក៏ដូចជាអំពើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាទេម្ល៉េះហើយអ្នករាយការណ៍ពិសេសរបស់ UN មួយនេះក៏មិនអាចស្ដែងចេញឲ្យឃើញឬក៏ប្រកាសឬក៏ធ្វើសេចក្តីប្រកាសមួយនេះទៅកាន់ភាគីថៃផងដែរដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់មានជំនឿទុកចិត្តរួបរวมសាមគ្គីគ្នាដើម្បីរួមកម្លាំងនៅក្នុងការដោះស្រាយឈរលើគោលការណ៍ការទូតរបស់រដ្ឋាភិបាលកម្ពុជាបន្តទៅមុខទៀតហើយឆ្លៀតនៅក្នុងឱកាសពេលបច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវតែរួបរวมកម្លាំងគ្នាដើម្បីគាំទ្រសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនបញ្ឈប់នៃការប្រើប្រាស់ផលិតផលរបស់ចោលទៅយើងងាកមកប្រើប្រាស់ផលិតផលរបស់ខ្មែរដែលផលិតដោយកូនខ្មែរដើម្បីគាំទ្រការរីកចម្រើននៃសេដ្ឋកិច្ចរបស់ខ្មែរយ៉ាងពិតប្រាកដដែលនេះគឺជាចម្លើយនឹងការឆ្លើយតបមួយនៃការដឹងគុណក៏ដូចជាការយកចិត្តទុកដាក់របស់កូនខ្មែរទៅលើវិស័យសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសជាតិទន្ទឹមទៅនឹងមានការឈ្លានពានពីសំណាក់សត្រូវខាងក្រៅអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាយើងនឹងបន្តជួបគ្នានៅព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិបន្តក្នុងវីដេអូក្រោយសូមជម្រាបលា